សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូភាពបញ្ចប់ដែលបន្តពីវីដេអូមុនហ្នឹងជាវីដេអូដែលចេញពីចំការទៅវិញបងប្អូនគឺខ្ញុំមកលំពូអានបានដើរទៅរកម៉ូតូញ៉ៃគេចេញពីចំការទៅបន្ទាប់ពីបេះផ្លែឈើស្លាំផ្លែឈើផ្លែដែលហៅថាម៉េចនេះបេះដំណាំចេញពីចំការគាត់ហ្នឹងខ្ញុំដើរបដាជ័យគ្នាបដាមួយពងអត់ចេះអត់ព្រឹងជ័យទេគឺជ័យពីនេះពីនោះរហូតគាត់ថាវីដេអូនេះខ្ញុំករិនបន្ថែម speed វាឲ្យលឿនទីបងប្អូនបើមិនចឹងទេវាឯងខ្លាំងណាស់វីដេអូនេះអញនិយាយបានថាបងប្អូនមើលហាហិកាត់នៃយល់ដែលខ្លួនឯងគាត់ថាខ្ញុំបានថតកន្លែងដែលខ្ញុំនិយាយថាបាច់នេះឥឡូវខ្ញុំបានចេញពីជាការទៅហើយចេញទៅផ្ទះវិញទៅផ្ទះបងប្អូនតាមពិតទៅខ្ញុំចង់និយាយបន្តិចឲ្យរឿងថាជីវភាពអ្នកនៅលើកោះនោះបងប្អូនគឺគាត់អាស្រ័យទៅលើបងប្អូនអ្នកទេសចរដែលទៅលេងនៅលើកោះហ្នឹងហើយយកលើទៅចាយនៅលើហ្នឹងបើសិនជាមានភ្ញៀវទេសចរតែច្រើនពួកគាត់ក៏អាចរកចំណូលបានទៅតាមហ្នឹងដែរបងប្អូនហើយបើបងប្អូនអត់ទៅលេងនិយាយថាភ្ញៀវទេសចរកាត់បន្ថយការទៅលេងនៅលើកោះហ្នឹងក៏ពួកគាត់រៀនពិបាករកចំណូលដែរបងប្អូនហើយបើការខ្ញុំទៅហ្នឹងគេច្រើនគឺសម្បូរតែភ្ញៀវបរទេសមិនគាត់ទៅភាគច្រើនបើខ្មែរយើងជនជាតិខ្មែរយើងគឺអត់សូវប៉ុន្មានទេបងប្អូនហើយនេះហើយខ្ញុំសំដៅពណ៌បងប្អូនបើសិនជាមានឱកាសឬមួយក៏មានថែមការអីចឹងចង់ទៅលំហែកាយនៅលើកោះក៏ដូចជាឡើងភ្នំខ្ញុំចឹងអាចទៅបានបងប្អូនដូចជារួមចំណែកមួយក្នុងវិស័យទេសចរគឺពួកគាត់ទៅច្រឡំពួកគាត់ដែលរស់នៅលើកោះហ្នឹងគឺលក្ខណៈថាគាត់រស់រីតែណាបងប្អូនគាត់អត់បានន័យថាគាត់ជាមនុស្សល្អសឹងគ្រប់គ្នាបងប្អូនដែលអត់មានចោលលួយចោលប្លន់អីទេគឺលក្ខណៈថាសុខសាន្តណាបងប្អូនសុខភាពសម្រាប់ពេលយប់ឡើងខ្ញុំជិះម៉ូតូក្នុងម៉ោង9ម៉ោង10ហ្នឹងក៏អត់មានលក្ខណៈថាអត់មានអីមករំខានឬមួយក៏សុខភាពអីបងប្អូនគឺសុខភាពល្អខ្លាំងណាស់នៅលើកោះហ្នឹងអត់មានឲ្យចោលប្លន់ម៉ូតូឬមួយក៏លួចម៉ូតូអីទ្រព្យសម្បត្តិបងប្អូនទេគឺលើហ្នឹងលក្ខណៈថាសុខភាពហើយបើសិនជាបងប្អូនចង់មកលេងឬមួយក៏មកលំហែលើកោះហ្នឹងហើយបើសិនជាពិបាកកន្លែងរកកន្លែងស្នាក់នៅបងប្អូនអាចតាក់ទងមកពួកអានក៏បានដែរពូហើយខ្ញុំដាក់លេខទូរស័ព្ទក៏ដូចជា Telegram របស់គាត់នៅខាងចុងក្រោយវីដេអូបងប្អូនហើយគាត់ក៏មាន channel YouTube ដែរបងប្អូនបើចង់មកលំហែនៅលើកោះរងនោះមកក៏អាចតាក់ទងគាត់មកឲ្យគាត់រៀបចំកន្លែងឬមួយក៏ជួយគាត់ធ្វើជា guide ឲ្យដល់បងប្អូនដើរលេងក៏បានដែរក្នុងតម្លៃមួយដែលសមរម្យបំផុតគាត់អាចជូនមកលេងលើពេញលើកោះនឹងបានបងប្អូនពួកគាត់ស្គាល់កន្លែងដើរលេងគ្រប់ទាំងអស់និយាយទៅភូមិសាស្ត្រនេះអាចនិយាយថាទឹកដីរបស់គាត់ហើយបងប្អូនហើយជាចុងក្រោយបើសិនជាមានចំណុចត្រង់ណាខ្វះខាតឬក៏ខុសលួដោយអចេតនាណាមួយក៏សូមបងប្អូនមេត្តាអភ័យទោសនិងអធិស្ឋានផងព្រោះអីនេះជាការធ្វើវីដេអូលើកដំបូងរបស់ខ្ញុំអាចនិយាយថាលើកទី1របស់ខ្ញុំតែមក voice over លើវីដេអូអញ្ចឹងគឺខ្ញុំពិតជាពិបាកមែនទេបងប្អូនគឺតែឃើញឯងនិយាយនឹងព្រោះអត់បានស្អីព្រៀងទុកទេបើនិយាយអាចនិយាយបានថានិយាយក្បាលចំទៅនិយាយទៅជន់ក្បាលបងប្អូនពិតជាពិបាកខ្លាំងប៉ុន្តែខ្ញុំនឹងសន្យាថា
vừa ban lỗ chứ mình bắt tọp tiếp bông bồn thì trong cái này là làm đầu quân bông bồn để ban tu sanh video ta một màn nữa thì ta nhưng ở đây hình vậy tham với thêm bông bồn nhưng bất nhiên được lại nên mình tên bông bồn thế sự hiếp nên sao đi đâu lại nên là có đông nữa là phun sập sán nên là núm có đôi chuyện đã tam một một là thế sự hiếp nó lại nên mới nó bông bồn thì nào mũi giống lên tập lập tới lên đều là có đó mà xa thiết chim sẽ nhóm nó vụ án nó bông bồn nó quạt trong tay chú quạt nó xa thiết đó là cháu hai anh này đang cháu làm bao chung một mỏ bu mà máu phê tí ơi cái mà na của anh chứ ba hai món á đó lại có cháu hai ủa rút cái đấy phu rút lưa thì to bạn lấy đang lấy nhiêu ba em này ngang mình vợ lớp nó mau mấy này cái bao cây đó nhỉ cho tu kia mấy vụ có bao cây chẳng ini kecil telegram nan trên YouTube của anh nó bom hồng